អវិជ្ជមានវិញបងមានបទពិសោធន៍អីដែលធ្វើជូរចត់មែនតែវាផ្ដល់តម្លៃក្នុងជីវិតឲ្យបងដែរជីវិតវេទនាតារឿងជាពាក់លុយគេនឹងឯងធុញអូនអើយធុញទូរស័ព្ទប្រូក្នុងចំណោម10នាក់ហ្នឹងមាន9ហើយដែលទេលុយអញ្ចឹងវាចង់ឲ្យថាវាហូរតែពេលដកដង្ហើមតន់ណាបើកប្រាក់ខែថ្ងៃហ្នឹងអស់ទាំងអាខែក្រោយទៀតបាទដោយសារតែឪពុកម្ដាយជំនាន់បងនេះជាឪពុកម្ដាយដែលឆ្លងកាត់សម័យសង្គ្រាមអញ្ចឹងសិតតែចេញមកមានជំរឿតែពីរបាត់ដៃទទេឬមកជាមួយបំណុលហ្មងអញ្ចឹងយើងកើតមកយើងមកជាមួយបំណុលហ្មងអញ្ចឹងយើងសងគេរហូតអញ្ចឹងចុះទៅវាអូយវាហៅធ្វើអីមិនកើតទៅមកវាអស់ហើយធម្មតាបើប្រាក់ខែគឺបើប្រាក់ខែថ្ងៃហ្នឹងយើងទុកចាយមួយខែមិនអញ្ចឹងមានតែអូនបើប្រាក់ខែថ្ងៃហ្នឹងអស់ហ្មងវាបំណុលច្រើនទៅហើយអញ្ចឹងជីវិតវាមានសម្ពាធរត់វាខ្លាំងមែនតើហើយលឺសលេងទូរស័ព្ទហូរហ្នឹងគឺខ្លាំងហ្មងញ័រដៃញ័រជើងធ្វើអីមិនចាញ់ណាចាអាហ្នឹងជារឿងដែលពិបាកជាងគេចង់10ឆ្នាំដែលមកនៅពេញ2004រហូតដល់2014 15 16ហ្នឹងគឺអូយធុញណាប៉ុន្តែវាល្អដែរនៅត្រង់ថាដល់ពេលអញ្ចឹងទៅបងជាប្រភេទមនុស្សដែលខ្វះកលុយខ្វះកជំនាញហើយទោសៈអីថ្មីបើកុំតែមានសម្ពាធហ្នឹងមិនមែនបានជាឌីណាណាដូចរាល់ថ្ងៃហ្នឹងបាទអញ្ចឹងមានន័យថាភាពអវិជ្ជមានហ្នឹងបងមមដែរធ្វើឲ្យបងមមឬអញ្ចឹងបាទតែបងអញ្ចឹងក្នុងកំឡុងពេល10ឆ្នាំហ្នឹងបងត្រូវខំប្រឹងរកដើម្បីដំណោះបំណុលហ្នឹងបងដៀលមួយសម្ពាធហ្នឹងមិនដែរបងអត់ដែរសួរគឺផុតមួយថ្ងៃចូលមួយថ្ងៃផុតមួយថ្ងៃចូលមួយថ្ងៃខ្ញុំតែជឿថារឿងដែលសំខាន់បំផុតគឺយើងប្រឹងអស់លទ្ធភាពណាបាទអញ្ចឹងបើយើងប្រឹងអស់លទ្ធភាពហើយអស់សមត្ថភាពហើយវាបានតែប៉ុណ្្នឹងអូខេតាមហ្នឹងតែប្រឹងរហូតអញ្ចឹងពេលបងនៅក្មេងហ្នឹងដូចបងនិយាយអញ្ចឹងវាម្យ៉ាងម្នាក់វាមានសម្ពាធមែនជ្រក់រកលុយយើងវាបានកាន់តែច្រើនអញ្ចឹងណាអញ្ចឹងបើសួរថាដោះស្រាយមិនហ្នឹងគឺបងយល់ថាហ្នឹងវាជាកាតព្វកិច្ចរបស់ខ្ញុំហើយខ្ញុំដឹងថាទោះបីជាបំណុលហ្នឹងមិនមែនខ្ញុំអ្នកសាងទេតែឪពុកម្ដាយខ្ញុំអ្នកផ្ដល់ជីវិតឲ្យខ្ញុំអញ្ចឹងវាជាទូនទីរបស់ខ្ញុំនៅក្នុងការដោះបំណុលហ្នឹងដែរហើយខ្ញុំតែងតែជឿថាបេសកកម្មរបស់ខ្ញុំគឺដោះបំណុលខ្ញុំយកអាហ្នឹងជាបំណុលរបស់ខ្លួនឯងហ្មងខ្ញុំដល់ពេលអញ្ចឹងគឺខ្ញុំមិនដែលត្រូវគិតថាដោះស្រាយមិនទេខ្ញុំក៏គិតថាថ្ងៃហ្នឹងធ្វើមិនខ្ញុំរកតែមានអីដែលខ្ញុំអាចរកបានច្រើនជាងហ្នឹងអត់អញ្ចឹងមានពេល4-5 ឆ្នាំណាខ្លះគឺខ្ញុំធ្វើការអង្គការមួយអញ្ចឹងទៅធ្វើការវិទ្យុនៅពេលយប់រៀននៅពេលថ្ងៃសៅរ៍អាទិត្យបកប្រែរៀននៅពេលល្ងាចសៅរ៍អាទិត្យបកប្រែពេលបន់ទៀនទៅធ្វើពិធីករនៅក្នុងក្លឹបបរៀនគេរាំ1ម៉ោងបាន12000 រៀលទៅសេសភៅលក់ក្នុងកំឡុងពេលធ្វើទាំងអស់ឲ្យតែមានពេលដល់អញ្ចឹងទៅខួរក្បាលយើងវារវល់គិតថាត្រូវធ្វើអីអញ្ចឹងយើងអត់បានត្រូវអង្គុយសេតអង្គុយអីគឺខ្ញុំក៏អង្គុយអូខេអញដូចតនេធ្វើអីបានអត់បាទអញ្ចឹងណាចឹងចាញ់ទៅជាសេសភៅផងអីផងបាទបងខ្ញុំចង់សួរមួយនេះសំណួរខ្ញុំពិតហ្មងគឺបងមានចិត្តអវិជ្ជមានអីទៅខាងឪពុកម្ដាយដែលដូចថានិស័យភ័ព្វដែលមកដល់កើតមកមានបំណុលពេញខ្លួនអញ្ចឹងបងបើឲ្យថាមិនតូចចិត្តសោះវាដូចកុហកគេពេកបាទអញ្ចឹងវាមានថ្ងៃតូចចិត្តថ្ងៃអង្គុយយំថ្ងៃព្រោះថាប្រាប់ខ្លួនឯងថាវាអយុត្តិធម៌អីអញ្ចឹងណាបាទប៉ុន្តែគឺត្រឡប់ទៅវិញទៅឪពុកម្ដាយខ្ញុំអត់មានលេងលបែងស៊ីសងអីទេបាទឪពុកម្ដាយខ្ញុំអត់មានចាក់ឆ្នោតសំបាយហូហៀចាយខ្ជះខ្ជាយដើម្បីខ្លាយជាបំណុលហ្នឹងឯងបាទបំណុលហ្នឹងវាកើតឡើងមកពីការដើរជំនួញខុសបាទហើយសួរថាគាត់ដើរជំនួញខុសដោយសារអីដោយសារគាត់ចង់បានជីវិតដែលល្អប្រសើរសម្រាប់ខ្ញុំបាទហើយមុនពេលខ្ញុំមានកូនមិនសូវយល់ច្បាស់ហ្នឹងណាអាពេលមានកូនអូខេដើម្បីកូនបាទដូចខ្ញុំមួយថ្ងៃខ្ញុំគិតរកអីដែលបានល្អបំផុតសម្រាប់កូនអញ្ចឹងតែតាំងមុនខ្ញុំមានកូនហ្នឹងខ្ញុំមើលថាតើហេតុអីក៏យើងជាពាក់បំណុលគេអញ្ចឹងគឺសិតតែដោយសារគាត់ចង់បានជីវភាពដោយប្រសើរគាត់នៅខ្ទមនៅអីអញ្ចឹងគាត់អត់មានលុយទេគាត់ទៅខ្ចីលុយគេធ្វើផ្ទះថ្មផ្ទះអីឲ្យពួកយើងមានបន្ទប់ម្នាក់មួយពួកខ្ញុំកូនស្រី3នាក់ហើយកូនប្រុសពៅមួយមកជាមួយហ្នឹងអញ្ចឹងគាត់ធ្វើបន្ទប់ឲ្យបាន3ប៉ុន្តែធ្វើនោះវាលុយខ្ចីគេម៉ាក់ខ្ញុំគាត់ហៅលុយដូចកតុយអាលុយហ្នឹងគឺយើងខ្ចីគេមកហើយយកមកធ្វើផ្ទះអញ្ចឹងផ្ទះវាមិនមែនជារបស់ដែលយើងរកចំណូលមកវិញបានទៀតណានៅហើយយើងដោះគេរហូតហើយក៏ដោះអត់ទាន់ដោះអត់ទាន់ទៅវាទៅជាខ្ចីអ្នកនេះយកមកសងអ្នកនេះខ្ចីការខ្ពស់មកសងការទាបយល់ទេបាទ2តង់អញ្ចឹងមិនមែន2តង់អូនជួនកាល5 6តង់តគ្នាអញ្ចឹងណាអញ្ចឹងវាកើតឡើងមកដោយសារតែគាត់ចង់ឲ្យយើងបានទទួលជីវិតល្អណាអញ្ចឹងបើសិនជាបើយើងគ្រាន់តែប្រើអារម្មណ៍យើងគិតតែខឹងគិតតែតូចចិត្តអញ្ចឹងទៅតែបើយើងប្រើខួរក្បាលបន្តិចទៅអូខេគាត់ដើរអត់ត្រូវទេ
ប៉ុន្តែគាត់ដើរអត់ត្រូវហ្នឹងក៏ដោយសារតែចង់បានជីវិតប្រសើរសម្រាប់យើងដែរ បាទ គាត់ម្ដងទៀតគាត់មានលេងល្បែងអត់មានចាយខ្ជះខ្ជាយដើរលេងហឺហាអីខ្លួនឯងឯងគឺធ្វើសិតតែដើម្បីកូនទាំងអស់ហ្នឹង បាទខ្ញុំគិតថាអាហ្នឹងក្លាហានណាបងដែលយើង try to understand ពីខាងគាត់វិញ Yeah តែ ប៉ុន្តែយើងមានជំរឿអត់បើយើងអត់ព្យាយាមយល់ណាកូនគាត់ដែរហ្នឹង